បងប្អូននេះគឺជាស្ថានភាពផ្សារមួយដែលនៅជាប់ជីដែរណាយើងមើលទៅស្ថានភាពផ្សារហ្នឹងតូចទេបងប្អូនណាយើងមើលទៅផ្សារហ្នឹងដូចអត់មានអីទំនោរទេឃើញគ្រាន់តែជាលក្ខណៈថាតូបអីមួមទេហើយផ្សារហ្នឹងមានទីតាំងនៅក្នុងខេត្តបុរីรัมย์ស្រុកបានគ្លូផ្សារហ្នឹងឈ្មោះថាឆុងសៃតាគូផ្សារហ្នឹងគឺនៅជាប់ជីដែរខ្មែរយើងហ្មងហើយមានបងប្អូនខ្មែរយើងចេញចូលច្រើនអញ្ចឹងណាមកយើងឃើញមកប្រឡោះតូបនឹងតម្លៃប្រហែលអត់មកតូបនឹង 100000 បាតមកប្រឡោះតូបហ្នឹងមកតូប 100000 បាតអ្នកដែលលក់នៅហ្នឹងគាត់ថាថ្ងៃសុក្រថ្ងៃសៅរ៍ថ្ងៃអាទិត្យគាត់លក់មួយថ្ងៃបានចន្លោះពី 15000 ទៅជិត 20000 បាតបើថ្ងៃធំមួយបណ្ដាអី 10000 ជាង 10000 ជាងទៅ 12000 13000 ចឹងទៅហើយគាត់អត់លក់អីគ្រឿងអីសំខាន់ទេគាត់លក់តែគ្រឿងអំបិលស្ករខ្ទឹមប៊ីចេងខ្លាញ់អីចឹងហើយគ្រប់តូបគេលក់តែអញ្ចឹងប៉ុន្តែគាត់លក់ដាច់ខ្លាំងគាត់ថាក្នុងមួយខែគាត់លក់បានសរុបទាំងអស់ចូលជាកន្លះលានអាហ្នឹងគ្រាន់តែតូបកាប៉ែកកប៉ុកហ្នឹងយើងមើលឃើញកាប៉ែកកប៉ុកចឹងណាមួយខែកន្លះលានបាតហើយផ្សារហ្នឹងយើងមើលអត់មានអីទំនងទេហើយបើអ្នកលក់គុយទាវនៅផ្សារហ្នឹងវិញគាត់ថាមួយថ្ងៃលក់បាន 1000 ចានជាងមកហូបសិតតែខ្មែរសោះហ្នឹងឥឡូវគេគឺចប់មកសម្បីតែមនុស្សមួយក៏អត់មានដែរឥឡូវផ្សារហ្នឹងបិទហើយដោយសារតែអត់មានអឺបងប្អូនប្រជាពលរដ្ឋយើងចូលទៅទិញទេហើយគាត់ដែលជាអ្នកបានប្រាប់សារពលរដ្ឋគាត់ថាបងប្អូនខ្មែរយើងដែលចូលទៅហ្នឹងមកទិញគឺទិញហ្មងទិញសម្រុកទិញតែមែនទេហ្មងគាត់សប្បាយចិត្តនៅពេលដែលគាត់លក់ដាច់លក់អីចឹងប៉ុន្តែក្រោយពីមានបញ្ហាព្រំដែនមកបិទច្រកបិទអីទៅធ្វើឲ្យពួកគាត់មិនដឹងថាទៅលក់នៅកន្លែងណាបន្តទេអានេះយើងមើលស្ថានភាពជាក់ស្ដែងសារព័ត៌មានគេផុសគេថាខ្មែរយើងដែលបានទិញចំណេញពីគេទៅហ្នឹងយើងជាអតិថិជនដែលលេខទី11ទេអញ្ចឹងបើអត់មានខ្មែរក៏អត់មានបញ្ហាដែរគេនៅមានប្រទេសច្រើនណាឥឡូវយើងសាកសួរមើលអ្នកណាដែលមានបញ្ហាពិតប្រាកដជឿមួយគេស្រែកថាគេអត់មានយើងក៏អត់អីដែរប៉ុន្តែប្រជាជនគេស្រែកព្រាតមិនថាខាងផ្នែកកសិកម្មថាខាងផ្នែកអាជីវកម្មអីទេឃើញស្រែកព្រាតអាហ្នឹងប៉ុណ្្នឹងឲ្យចោះតម្រាំតាអ្នកដែលក្រុមហ៊ុនធំៗអ្នករ៉ូស៊ីជំនួយធំទៀតតើជួបបញ្ហាអ្វីខ្លះទៅបាទអរគុណច្រើនបងប្អូនបាទ